ញោមថាការផឹកម៉ាឆារបស់ប្រាស់ទៅស្ព្រីនេះមួយក៏បានរយៈពេល12ម៉ោងជាប់គ្នាហើយរងម៉ាឆានៅលើស្ព្រីនេះដែលបានចូលមកខ្ញុំគឺខ្ញុំទទួលបានតែប្រាស់ជ្រុំ2000រៀលពីមើលភ័ក្រខ្ញុំម្នាក់នេះក្នុងរយៈពេល12ម៉ោងគឺលក្ខខណ្ឌគឺងាយស្រួលមែនតើប្រយគាត់ផឹកម៉ាឆាជាមួយស្ព្រីទេបើប្រយផឹកម៉ាឆាខាងសភាខ្ញុំដកលុយប្រយ200000រៀលចុះមិនសើមិនដល់ម្ដង200000រៀលចឹងហ្មងបើដល់200000រៀលមិនគេហៅថា challenge អូខេចឹងក៏បានមានតែខ្លាញ់ខ្ញុំ challenge ប៉ុណ្ណឹងហើយចាំមើលនៅក្នុងរយៈពេល12ម៉ោងនេះខ្ញុំផឹកម៉ាឆាបានប្រហែលស្ព្រីហើយខ្ញុំបានលុយច្រើនប៉ុណ្ណាពីមើលភ័ក្ររបស់ខ្ញុំនិយាយទៅ challenge នេះចាប់ផ្ដើមនៅម៉ោង8ព្រឹកហើយបញ្ចប់វិញគឺនៅម៉ោង8យប់ពេលនោះគឺថាខ្ញុំទិញបានម៉ាឆាមួយកែវមួយហើយនៅតាមផ្លូវរួចក៏បានតែការប្រាស់ស្ព្រីទៅផឹកយកតែហ្មង2000រៀលនេះស្ព្រីទី2ក៏ដូចជា4000រៀលបើសិនខ្ញុំមានអារម្មណ៍ថាឃ្លានខ្លាំងពេកពេលនោះខ្ញុំបានតែការផឹកយកតែហ្មងនិយាយទៅដូចតែគ្នាបានឃើញចឹងរៀងរាល់ម៉ាឆានៅលើស្ព្រីដែលបានចូលមកខ្ញុំគឺថាលុយចេះតែការទៅងាយស្រួលខ្លាំងមែនទែនប៉ុន្តែក៏មានលក្ខខណ្ឌមួយផងដែរបើសិនជាខ្ញុំហេតុតែប្រកាសកំហុសណាមួយគឺថាខ្ញុំខាតលុយដល់តែ200,000រៀលណោះនិយាយទៅគឺថាខុសគ្នាដល់តែ100ដងនៃលុយដែលខ្ញុំបានពីមួយស្ព្រីហ្នឹងបន្ទាប់ពីផឹកទៀតអស់មកស្ទូក្រោយមកខ្ញុំក៏ផឹកបានចំនួន25ស្ព្រីខ្ញុំផឹកបាន25ស្ព្រីហើយអ្នកគ្នាដែលស្មើលុយ50000រៀលតែខ្ញុំលុយមានអារម្មណ៍ថាចង់ឆ្អែតម៉ាឆាមិញនេះនិយាយទៅទោះជាខ្ញុំមានអារម្មណ៍ថារៀនឆ្អែតក៏ពិតមែនក៏ខ្ញុំនៅតែព្យាយាមធ្វើយ៉ាងណាប្រាស្ព្រីទៅផឹកម៉ាឆាឲ្យអស់ពីមួយកោណហ្នឹងផងដែរតែពេលខ្លះប្រាស្ព្រីទៅដួសម៉ាឆាមកផឹកហ្នឹងក៏មានអារម្មណ៍មួយថាពិបាកផងដែរព្រោះដោយសារពេលខ្លះក៏វាដោយតែកប់មកផងដែរអ្នកនេះបន្ទាប់ពីបោកក្នុងការផឹកទៀតទីបំផុតម៉ាឆាក៏បានអស់ហើយនៅលើកែវខ្ញុំហើយនេះគឺជាចំនួនទូលេខដែលបានផឹកផងដែរតែសំខាន់គឺថាខ្ញុំហ៊ានចាយហើយក្រោយពីនោះមកក៏បានទៅហាងកាហ្វេមួយស្វែងរកជាមួយនឹងម៉ាឆាកែវទី2របស់យើងស្មាននេះគឺថាមកមុនហើយឥឡូវយើងចូលមកជាមួយនឹងម៉ាឆាកែវទី2របស់យើងនេះយកទៅខ្ញុំគិតសល់រយៈពេល11ម៉ោងចុងក្រោយទៀតក្នុងការផឹកម៉ាឆាយកលើពីមិត្តភក្តិខ្ញុំនឹងហើយដើម្បីផឹកម៉ាឆានេះយូរទៅគឺថាខ្ញុំផឹកម៉ាឆាលេចង់ចូលហើយនេះហើយខ្ញុំក៏បានសម្រាប់អស់រយៈពេលមួយស្ទូធំផងដែរបន្ទាប់ពីខ្ញុំអាចផឹកម៉ាឆាវិញបានហើយខ្ញុំក៏បានមកស្វែងរកកន្លែងអង្គុយរួចក៏បានតែការបញ្ចប់ម៉ាឆានៅសេះសតតែម៉ាហ្នឹងជាមួយនឹងកែវទី2យកតែហ្មងខ្ញុំចង់ឲ្យពូមែនតើហើយអ្នកគ្នា2កែវតែអ្នកគ្នាច្រើនណាស់ហើយស្មាននោះទៀតគឺថាមក11ហើយខ្ញុំផឹកបានចំនួន104ស្ព្រីក្រោយពីនោះមកទៅផ្សារខ្ញុំក៏រើបានម្សៅម៉ាឆាមកកញ្ចប់ធំទៀតហើយក៏បានតែការទៅផ្ទះវិញឥឡូវចូលមកវគ្គឆុងម៉ាឆាផឹកម្ដងអ្នកគ្នាហើយចាំមើលខ្ញុំអាចផឹកបានប៉ុន្មានស្ព្រីនិយាយទៅខ្ញុំមានក្តីច្រើនទេគឺថាខ្ញុំឆុងដាក់ដបឬធ្វើការផឹកតទៀតស្មាននេះគឺថាមក12ហើយនេះគឺជាស្ព្រីទី115ឬក៏បានតែការផឹកទៀតជាមួយនឹងស្ព្រីហ្នឹងតែពេលនោះខ្ញុំបានបង្កើតកំហុសមួយបាត់ទៅហើយអូយច្រឡំកាន់ដបទឹកនេះទៅផឹកឯណាលុយលោក៏ប្រើស្ព្រីទៅផឹកនេះបានត្រូវនេះឬក៏បានដាក់ចូលក្នុងមាត់ផឹកទៅខំតែបាននឹងខ្លួនឯងអស់លុយ200,000នេះភ្លាមគឺថាខ្ញុំប្រឹងប្រែងបុកក្នុងការផឹកខ្លាំងមែនតើអីដើម្បីឲ្យការលុយឡើងវិញតាមដែលខ្ញុំអាចធ្វើទៅបានហើយខ្ញុំត្រូវតែប្រុងប្រយ័ត្នឲ្យកាន់តែខ្លាំងជាងមុនព្រោះដោយសារកំហុសមួយនេះគឺថាអស់លុយច្រើនខ្លាំងមែនតើហើយអ្នកនេះនិយាយទៅម៉ាឆានៅក្នុងដបខ្ញុំចិត្តអស់ហើយខ្ញុំក៏បានទៅការចេញមកខាងក្រៅដើម្បីបញ្ចប់ម៉ាឆាដែលនៅសល់ប្រហែលនៅក្នុងដបហ្នឹងយើងមានអ្នកគ្នាក្នុងចិត្តខ្ញុំគឺថាចង់ផឹកទឹកខ្លាំងមែនតើអីតែធ្វើម៉េចទៅរយៈពេល12ម៉ោងខ្ញុំផឹកបានម៉ាឆាហ្នឹងនិយាយទៅស្មាននោះគឺថាមកមួយជាងអីចំពោះលុយដែលខ្ញុំបាននោះគឺ190,000អ្នកទាំងអស់នេះកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងណាអរគុណច្រើនបន្ទាប់ពីខ្ញុំសម្រាប់ពីការផឹកម៉ាឆាអស់រយៈពេលមួយស្ទូធំក្រោយមកស្មាននេះគឺថាមក23នាទីឥឡូវខ្ញុំបានជាមួយម៉ាឆាកៅថ្មីទៀតហើយបាទនេះហើយក៏បានធ្វើដំណើរទៅដល់សួនច្បារមួយតោះឥឡូវខ្ញុំមកធ្វើការផឹកម៉ាឆានេះរលុយបន្តទៀតនិយាយទៅស្មាននេះគឺថាមក3ថ្ងៃអីហើយឆ្លៃខ្ញុំគឺនៅសល់រយៈពេល5ម៉ោងចុងក្រោយទៀតក្រោយពីនោះមកគឺថាបុកក្នុងការផឹកចូលតែហ្មងគឺថារយដល់ដៃជាងមានស្ព្រៀងទេនិយាយមែនតែអ្នកនេះផឹកម៉ាឆានេះយូរគឺថាចង់ខ្លាំងមែនទេម៉ាស្ទូក្រោយមកខ្ញុំផឹកម៉ាឆាអស់មួយកែវទៀតស្មាននេះគឺថាមក4នេះហើយខ្ញុំផឹកបានចំនួន245ស្ព្រៀ30នាទីក្រោយមកខ្ញុំទិញបានម៉ាឆាមួយកែវទៀតហើយចង់និយាយចឹងខ្ញុំកាម៉ាឆាមកដល់កន្លែងមកតលេហើយនេះគ្នាបាទនេះចង់និយាយថាទេស្ព្រីនឹងអែមតែមកបាទបើគេទៅមេចាប់5ជួបប្រាហើយនេះគ្នាហើយចំនួនស្ព្រីដែលខ្ញុំបានផឹកហ្នឹងក៏វាកាន់ទៅតាមហ្នឹងផងដែរ267បន្ទាប់ពីខ្ញុំផឹកទៀតមេស្មាននោះគេថាមក5បាត់ហើយនេះគ្នាហើយខ្ញុំធ្វើការកាន់កៅម៉ាឆាដែលនៅសល់បែកកណ្ដាលហ្នឹងទៅផឹកនៅក្នុងសាទៅលើវិញម្ដងខ្ញុំគឺនៅសល់កន្លះកៅចុងក្រោយទៅនេះគ្នាហើយខ្ញុំធ្វើការបញ្ចប់នៅក្នុងសាទៅលើហ្នឹងយកតែមកនិយាយទៅតាំងពីព្រលឹមឡើងរហូតដល់ស្មាននេះខ្ញុំមិនដឹងថាខ្លួនឯងផឹកម៉ាឆាចូលប្រហែលកៅទៅហើយទេនេះគ្នាហើយសម័យតែម៉ាឆាដែលខ្ញុំពងផឹកហ្នឹងក៏ចាប់5អស់ទៅផងដែរក្រោយពីនោះមកក៏បានទៅដល់កន្លែងគេលេងហ្គេមមួយហើយខ្ញុំនៅឆ្លៀតកាម៉ាឆារបស់ខ្ញុំផឹកបានទៀតនិយាយទៅគឺថាខ្ញុំស្រឡាញ់ម៉ាឆារបស់ខ្ញុំខ្លាំងមែនទែនអាយ៉ាម៉ាឆាក្នុងកៅរបស់ខ្ញុំចិត្តអស់ហើយអ្នកគ្នាមើលនេះហើយនៅសល់បន្តិចចុងក្រោយហ្នឹងខ្ញុំបានទៅការបញ្ចប់ចូលតែហ្មងចុំផឹកបានស្ព្រីផឹកលោកអង20,000រៀលទៀតក្រោយពីនោះមកក៏បានទៅការត្រឡប់ទៅផ្ទះវិញហើយខ្ញុំមកដល់ផ្ទះវិញគឺនៅមក7យប់ឥឡូវខ្ញុំគឺនៅសល់តែ1ម៉ោងចុងក្រោយទៀតតែអ្នកគ្នាគឺថាឆ្លាមវីដេអូនេះនឹងត្រូវបានបញ្ចប់ហើយពេលនោះបើទៅរកមកគឺថាបានឃើញកៅម៉ាឆាមួយចុងក្រោយហើយអ្នកគ្នាដោយសារពេលនោះខ្ញុំរៀងហត់ដែរហើយខ្ញុំក៏បានសម្រាប់អស់រយៈពេល30នាទីទៅក្រោយពីនោះមកគឺថាខ្ញុំនៅសល់30នាទីចុងក្រោយទៀតហើយខ្ញុំបានធ្វើការបញ្ចប់កៅម៉ាឆាចុងក្រោយនេះយកតែហ្មងស្ព្រីទី310បើគេទៅពេលវេលាគឺថាកណ្ដាលគៀតទៅខ្លាំងមែនតើយកទៅខ្ញុំក៏ប្រឹងប្រែងព្យាយាមផុតទៅតាមហ្នឹងផងហើយបន្ទាប់ពីខ្ញុំផឹកទៀតហើយពេលវេលារយៈពេល12ម៉ោងក៏បានឈាមមកដល់ទីបញ្ចប់ពេលវេលា12ម៉ោងគឺបានកន្លងផុតហើយអ្នកគ្នាហើយនេះគឺជាស្ព្រីចុងក្រោយផុតហើយបាទទី345ចង់និយាយថាខ្ញុំពិតជាចង់ផឹកទឹកខ្លាំងមែនតើហើយអ្នកគ្នាសំលុយបានច្រើនសភាណាសំលុយអត់ពេលនេះសាហាវបានច្រើនសភាមែនអ្នកលេង challenge ចឹងប្រូលុយតាមពីខ្ញុំនេះលុយហេក្បាត់សួរឥឡូវសួរលុយនេះក្បាត់គ្រប់ហេសួរមែនតើក្បាត់លុយហ្នឹងច្បាស់ហ្មងដឹងគ្រប់ហ្មងច្បាស់ហ្មងអូខេបាយវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ